Lexus NX 300 ឆ្នាំ 2019 S-Sport បើកចេញពីកុងតឺន័រតែម្ដងនេះគឺជាសកម្មភាពបើកទូទាំងស្រុងមុននឹងបកគលរថយន្តជូនអតិថិជនរបស់យើងសម្រាប់បងប្អូនដែលកំពុងស្វែងរកឡានយកទៅប្រើប្រាស់ផ្ទាល់ឬក៏លក់បន្តអាចតាក់ទងមកកាន់ Auto US Direct បានមិនថាឡានរបស់បងប្អូនជាប្រភេទអ្វីម៉ាកអ្វីផលិតនៅសុទ្ធតែពួកយើងអាចរកឲ្យបានទាំងអស់ការដឹកជញ្ជូនជាមួយពួកយើងមានសុវត្ថិភាពខ្ពស់មានទំនុកចិត្តមានសំណងរាល់ការខូចខាតនៅពេលដឹកជញ្ជូនហើយរាល់ការកម្មង់រថយន្តពីខាងពួកយើងគឺពួកយើងធានាឲ្យនៅភិនភាគក៏ដូចជាប្រវត្តិឡានត្រឹមត្រូវជាក់ស្ដែងដូចឡានមួយគ្រឿងនេះអញ្ចឹង Lexus NX 300 S-Sport ឆ្នាំ2019ខាងក្នុង Cherry មានបតុង5និងប៉ុង2សភាពឡានគឺថ្មីលះមែនតើនៅពេលដែលរថយន្តមកដល់ក្រុមការងាររបស់យើងបានពិនិត្យមើលត្រឹមត្រូវមានថតទាំងរូបមានថតទាំងវីដេអូទុកជូនអតិថិជនអញ្ចឹងអតិថិជនរបស់យើងមិនបាច់បារម្ភរឿងភិនភាគឡានទេជាទូទៅឡានមួយទឹកពីអាមេរិកតែងតែមានស្ទើរខ្លះដូចជាតាមដៃជើងតាមទឹកថ្នាំកាងជ័រអីតិចតួចប៉ុន្តែបើសិនជាបងប្អូនរកឃើញកន្លែងណាដែលមានការខូចខាតដោយការដឹកជញ្ជូនឬក៏ការដាក់ក្នុងកុងតឺន័រមកមានប៉ះពាល់អីតិចតួចគឺខាងពួកយើងមានសំណងសងជូនបងប្អូនវិញអញ្ចឹងមិនថាជារថយន្តអ្វីទេរាល់ការកម្មង់រថយន្តពីពួកយើងគឺពួកយើងមានធានាច្បាស់លាស់ត្រឹមត្រូវភាគច្រើនសុទ្ធតែជាឡាន dealer ស្អាតគីឡូម៉ាយក៏នៅតិចសភាពខាងក្នុងដូចបងប្អូនបានឃើញក្នុងវីដេអូនេះគ្រាន់តែយកទៅបោកពូកឬក៏បាញ់សម្រាប់មេរោគទៅគឺយើងអាចយកទៅប្រើតែម្ដងមិនចាំបាច់យកទៅរៀបចំខ្លួនឯងច្រើនអញ្ចឹងបើសិនជាបងប្អូនមានបំណងចង់បានឡានមិនថាជាឡានថ្មីឬមួយទឹកអីទេបងប្អូនអាចស្វែងរកជាមួយពួកយើងបានសម្រាប់អ្នកដែលអត់មានបទពិសោធន៍កម្មង់ឡានពីមុនមកក៏អាចតាក់ទងឲ្យពួកយើងកម្មង់ជូនក៏បានដែរមិនថាបងប្អូនយកទៅប្រើប្រាស់បន្តឬក៏យកទៅលក់បន្តគឺពួកយើងធានាទាំងតម្លៃទាំងទំនុកចិត្តអញ្ចឹងអរគុណដល់បងប្អូនដែលបានទស្សនាហើយយើងជួបគ្នានៅវីដេអូក្រោយទៀត